អូខេសួស្តីអ្នកនាងអញ្ចឹងថ្ងៃនេះយើងមកធ្វើវីដេអូពីវិធីបង្កើតវីដេអូ AI អញ្ចឹងយើងអាចចូលទៅ post YouTube Facebook អីបានឬក៏ TikTok បានអញ្ចឹងណាអូខេអញ្ចឹងខ្ញុំណែនាំកម្មវិធីមួយឈ្មោះថា Google Flow អញ្ចឹងយើងវាយ Google Flow នេះមកអញ្ចឹងនេះគឺជាក្រុមហ៊ុនរបស់ Google បងប្អូនអញ្ចឹងយើងអាចធ្វើការចូលទៅបានអញ្ចឹងFlow នេះគឺយើងអាចធ្វើការ create with Flow បានអញ្ចឹងយើងគ្រាន់តែ login ជាមួយនឹង Google account ទៅនេះទេគេទាញ login ឧទាហរណ៍តែខ្ញុំ sign out សិនយើងទាក់ទងនឹងការ login នេះក្នុងមួយ account ដូចជាបាន100 credit បងប្អូនអញ្ចឹងយើងអាចយកវាទៅបង្កើតជាវីដេអូបានអញ្ចឹងណាអញ្ចឹង account របស់ខ្ញុំនៅសល់តែ50 credit ទេឃើញទេអូខេអញ្ចឹងឧទាហរណ៍តែខ្ញុំទៅ Google ម្ដងទៀតកុំឲ្យបងប្អូនតាមមិនទាន់អញ្ចឹងយើងវាយពាក្យថា Google Flow អញ្ចឹងណាហើយយើងចូលក្នុង Flow មកអូខេអញ្ចឹងយើងយកពាក្យថា create with flow ដល់កន្លែងនេះហើយយើងយកពាក្យថា create ទេអញ្ចឹងនេះគឺជាវីដេអូចាស់ៗរបស់ខ្ញុំទេហើយយើងយកពាក្យថា new project អូខេអញ្ចឹងដល់កន្លែងនេះកន្លែងគឺជា prompt ដែលយើងទៅសេដើម្បីឲ្យ flow នឹងបង្កើតជាសកម្មភាពអីចឹងណាហើយកន្លែង start នេះយើងធ្វើការ upload រូបភាពមកអញ្ចឹងរូបទាំងអស់នេះបងប្អូនអាចធ្វើការ search តាមអ៊ីនធឺណិតបានយើង search មកហើយបង្កើតជាវីដេអូវាអត់ចេះ copyright ទេចូលថាតែខ្ញុំយកវីដេអូ slide ឈូនេះចុះណាចឹងអានេះ start អានេះ end អញ្ចឹងខ្ញុំចង់យក start ហ្នឹងដាក់ចូលគ្នាដូចគ្នា slide ដូចគ្នាអញ្ចឹងយើងរងចាំវា upload ទីសិនទៅតែពេលវា upload ហើយយើងទៅលាក់ script របស់យើងមានន័យថាវីដេអូ prompt របស់យើងណាអញ្ចឹងអានេះគឺខ្ញុំបានទៅសេ prompt ខ្ញុំទៅសេថាចង់ឲ្យ slide ឈូហ្នឹងវារំកើតិចមានភ្លៀងធ្លាក់ហើយមានទឹកធ្លាក់ទៅលើ slide ឈូអញ្ចឹងណាហើយ flow ហ្នឹងគឺវាបង្កើតមកជាមួយនឹងសំឡេងស្រាប់បងប្អូនអញ្ចឹងងាយស្រួលមែនទែនអូខេអញ្ចឹងយើងធ្វើការ copy វាមកហើយយើងយកវាមកផាសកន្លែង create នេះអញ្ចឹងយើងបានរូបភាពទាំង start ទាំង end ហើយអញ្ចឹងយើងយកពាក្យថាសញ្ញាព្រួយនេះណាកន្លែងនេះវីដេអូនេះយើងតេតងនឹងយើងបង្កើតជារូបភាពបង្កើតជាវីដេអូឬក៏យើងចង់យក quality បើយើងចង់បាន quality ល្អនេះយក100ហើយអានេះវាចាយ100 credit ទេបងប្អូនអញ្ចឹងដោយសារតែគេខ្ញុំនៅសល់តែ50ទេយើងអត់អាចយកហ្នឹងបានទេខ្ញុំយកតែទី2ទៅបានហ្នឹងទេចឹងយើងយកវីដេអូយើងយក frame ខ្ញុំយក picture ចង់យកបដិបងប្អូនយកបដិមកហើយ picture ហើយនឹងបដិហើយនេះគឺចំនួនវីដេអូដែលវាបង្កើត1ឬ2អញ្ចឹងបើសិនជាយើងធ្វើមួយយើងបានតែមួយវីដេអូ display យើងមើលទេបើ2វាចេញពីតម្រងឲ្យយើងអញ្ចឹងណាយើងចង់រើសមួយណាមកប្រើអាហ្នឹងស្រេចចិត្តយើងទេអញ្ចឹងឧទាហរណ៍តែខ្ញុំយកមួយទៅខ្ញុំចែក credit ដល់តែ20ទេឃើញទេអស់តែ20 credit ទេអញ្ចឹងយើងអត់មានលទ្ធភាពទៅយកដល់ quality ទេដោយសារយើងនៅសល់តែ50 star សំទោស50 credit ទេអញ្ចឹងបើសិនជាបងប្អូនទិញកម្មវិធីនេះប្រើគឺល្អមែនទែនវា export ហើយ download បានវីដេអូច្បាស់អញ្ចឹងណាអូខេអញ្ចឹងខ្ញុំធ្វើការបញ្ជូនទៅដើម្បីឲ្យ flow នឹងបង្កើតទៅជាវីដេអូអូខ្ញុំច្រឡំយកបដិអូខេអញ្ចឹងយកបដិក៏បានអាហ្នឹងអាស្រ័យលើយើងទេយើងចង់បានបញ្ចូលទៅបដិបើសិនជាបងប្អូនបង្កើតជាវីដេអូមានភ្លៀងធ្លាក់មានសលេងមានអីយើងដាក់បញ្ចូលអញ្ចឹងpost ទៅលើ YouTube Short អញ្ចឹងវាទាញលឿនដោយសារឥឡូវ YouTube កំពុងតែ promote ទៅលើកម្មវិធី Short អញ្ចឹងវាពេលដែលយើងដាក់ចូលទៅគឺវាមានអ្នក view ច្រើនអញ្ចឹងណាតែអាស្រ័យលើយើងទេបើសិនជាយើងចង់ post Facebook ជាប្រទេសជាបញ្ចូលអីអាហ្នឹងយើងអាចធ្វើការរើសបាននៅកន្លែងវីដេអូនេះទេអញ្ចឹងយើងយកនេះមកហើយនឹងបញ្ចូលនេះមកអញ្ចឹងយើងបញ្ជូនទៅវានឹងធ្វើការ generate ជាវីដេអូយើងហ្នឹងអូខេអញ្ចឹងសម្រាប់បងប្អូនដែលមានចង្អល់អាចឆាតសួរបានខ្ញុំដាក់ Telegram ខាងក្រោម description អាចធ្វើការឆាតសួរបានហើយសូមជួយ like និង subscribe ផងដើម្បីខ្ញុំបង្កើតវីដេអូផ្សេងៗទៀតអូខេអញ្ចឹងយើងរងចាំតិចទៅចាំតិចទៀតតែខ្ញុំខាវានឹងលឿនបន្តិចដោយសារតែវីដេអូគឺអត់វែងទេនៅពេលដែលយើង generate មកគឺ flow នឹងឲ្យយើងបានតែប្រហែលវិនាទីទេដោយសារតែយើងប្រើរបស់ free អញ្ចឹងបើយើងទិញប្រហែលជាវាអាចនឹងបានរឿងយូរជាងហ្នឹងអញ្ចឹងណាតែខ្ញុំមានវិធីមួយទៀតខ្ញុំធ្វើការយកតាក់ក្នុងកម្មវិធីកាត់តវីដេអូអញ្ចឹងណា Fantasy នេះខ្ញុំប្រើកម្មវិធីជំនួយដើម្បីយើងអាចយកវាទៅកាត់បញ្ចូលគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំធ្វើការបើកកម្មវិធីទប់ឲ្យមកនេះ generate នេះបានហើយនេះតែយើងធ្វើការ play ឃើញទេបងប្អូននេះហើយដោយសារតែយើងយកទី2អញ្ចឹងវា quality វាអត់ស្អាតទេបើយើងមាន credit 100យើងយកអានេះមក quality A មកដល់ស្អាតហើយយើងមានសលេងអីហើយយើងយកវាទៅដាក់ក្នុងកម្មវិធីរបស់យើងទៅវាលេងរហូតអញ្ចឹងនេះគឺទាក់ទងនឹងវីដេអូដែលគេ
ដូចជា relax ឬក៏ពេលដែលគេចូលគេហ្នឹងគេចាក់ស្ដាប់ដើម្បីឲ្យគេលក់លឿនអញ្ចឹងណាអូខេអញ្ចឹងយើងធ្វើការ download មកហើយតែត download នេះគឺមានកម្រិតដូចគ្នាដែរបើសិនជាយើង upgrade យើងបង់លុយយើងបានដល់10 ហើយតែតនឹងបង់លុយមួយកម្រិតទៀតគឺបានដល់ 4K អញ្ចឹងយើង free យើងបាន RAM 720នាទីអញ្ចឹងយើង download មកនេះតាមទៀតយើងកម្មវិធីកាត់តរបស់យើងហ្នឹងយើងចង់ប្រើកម្មវិធីអីក៏បានដែរអត់សំខាន់ទេតែយើងមានកម្មវិធីកាត់តអញ្ចឹងខ្ញុំចូលទៅក្នុងនេះមកខ្ញុំប្រាប់ពីវិធីកាត់តបន្តិចបណ្ដោយទៅស្រួលដើម្បីបងប្អូនអាចធ្វើវីដេអូយកទៅ post Facebook ឬ TikTok បានអញ្ចឹងយើងទាញវាចូលមកដាក់ក្នុងកម្មវិធី Filmora របស់យើងមកកម្មវិធី Fantasy អូខេអញ្ចឹងអានេះវាឲ្យយើងរើសទៅលើកម្រិតវីដេអូអញ្ចឹងខ្ញុំយកនេះទៅនេះវីដេអូរបស់យើងបងប្អូននេះវា play មកគឺខ្លីអញ្ចឹងឯងបាន40វិនាទីអីទេនេះអត់បាន1នាទីទេអញ្ចឹងពេលដែលខ្ញុំធ្វើឲ្យបានវែងគឺខ្ញុំ copy ហើយ paste ចេះហើយយើងធ្វើការ play កន្លែងនេះយើងកុំឲ្យវាដាច់ទេឧទាហរណ៍វាកំពុងភ្លៀងអញ្ចឹងយើងយក RAM ភ្លៀងនេះហើយមកផ្ដុកសំភ្លៀងកន្លែងតែភ្លៀងដូចគ្នាដែរមកដើម្បីឲ្យវីដេអូហ្នឹងវាមើលទៅគឺវាមើលអត់ដឹងថាយើងកាត់តអញ្ចឹងណាដើម្បីឲ្យវាតទៅមុខទៀតអញ្ចឹងយើងសាកមក play មកនេះរៀងឆ្កងហ្នឹងគេនេះអញ្ចឹងដោយសាររូបភាពនោះវាខុសគ្នាពេកយើងយកនេះយកនេះអីទៅវាស្តៀងគ្នាទៅយើងឲ្យវាតគ្នាមកតែតនឹង transition នេះវាអត់មើលទៅអត់សូវដឹងថាយើងកាត់តតែបើទឹកភ្លៀងអត់អីសលេងភ្លៀងគឺមើលអត់ស្ដាប់អត់ដឹងទេសលេងភ្លៀងនេះយើងកាត់ទៅមិនឲ្យដូចទេណាខ្ញុំមានវីដេអូខ្លះខ្ញុំកាត់បានស្អាតដូចតាយើងផ្ចង់វាតិចទៅនេះស្តៀងគ្នានេះខ្ញុំសាកបងទៀតចឹងយើងចូលអាកន្លែងនេះមកចេះមកវិញស្តៀងគ្នាអញ្ចឹងខ្ញុំបើសិនយើង post short ត្រឹមតែ3នាទីអីបានហើយបើយើង post long អាចត្រឹម30នាទីទៅដើម្បីឲ្យពេលដែលគេចង់ស្ដាប់មុនគេមិនអីចឹងណាអញ្ចឹងគេចិត្តមើលទៅលើវីដេអូណាតែវែងកុំឲ្យពិបាកគេក្នុងការចុចទៅលេងម្ដងទៀតឬក៏ play ម្ដងទៀតអញ្ចឹងណាអូខេអញ្ចឹងរបៀបធ្វើវីដេអូ AI គឺមានតែប៉ុណ្្នឹងឯងបងប្អូនអាចធ្វើការ export ទៅឥឡូវនេះយើងយកពីភ្លៀងតែម្ដងមកដើម្បីយើងតនេះទៀតចាណាតែយើងអាចធ្វើការ export ទៅ post ទៅលើ Facebook TikTok ឬក៏ YouTube អត់ចូល copyright ទេបងប្អូនអូខេអញ្ចឹងវីដេអូថ្ងៃនេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងអញ្ចឹងបើសិនជាបងប្អូនចង់ឲ្យខ្ញុំបង្កើតលើវីដេអូផ្សេងអាចធ្វើការ comment ឬក៏ chat មកផ្ទាល់បានអូខេអញ្ចឹងអរគុណច្រើនបាយបាយ